សួស្តីពេលព្រឹកព្រលឹមក្រោយពីឲ្យមន់ហើយយើងក៏បន្តដើរហាត់ប្រាណដើម្បីសុខភាពតាមផ្លូវក្បែរផ្ទះសួស្តីនេះទស្សនភាពស្រុកស្រែក្បែរផ្ទះស្រុកស្រែដ៏ស្រស់ស្អាតខៀវខ្ចីបងប្អូនមកចិត្តដល់ខែឧស្សាហ៍ទៀតហើយបងប្អូនអើយមើលទេសភាពពេលព្រឹកព្រលឹមណូមើលដើមត្នោតដើមត្នោតពោះដែលហាត់ប្រាណជាមួយនាងខ្ញុំស្រីបើដើរតិចទៅបងប្អូនហើយដើម្បីព្រឹកឡើងយើងមានសុខភាពល្អហាត់តិចដើរតិចឲ្យបែកញើសព្រឹកឡើងអីចឹងណាមើលណែបងប្អូនយ៉ាងវាស្រែសុទ្ធហ្មងណាឃើញទេវាស្រែសុទ្ធតែម្ដងអានេះមិនមែនគេព្រុសទេណាបងប្អូនឃើញខៀវអញ្ចឹងណាវាជាសាស្រូវដែលយើងច្រូតហើយអញ្ចឹងវាដោះសាឡើងវិញណាដោះសាស្រូវមកខៀវដូចយើងព្រុសហើយអញ្ចឹងណាពិតមិនមែនទេស្រែទាំងអស់នេះគឺអត់តាន់ព្រុសទាំងអស់ដោយសារអត់តាន់ទៅដល់រដូវធ្វើគេគ្រាន់តែដាស់វាគេគ្រាន់តែដាស់ស្រែដើម្បីឲ្យវាងាប់ស្មៅបើស្រែនេះបងខ្សែបងរបស់ខ្ញុំគាត់ទៅព្រុសស្រូវ EA បងប្អូននេះព្រុសស្រូវ EA ម្សិលមិញណាវាស្រែអូខែនោះវ៉ាអូដាក់ត្រូវបងប្អូនណាដាក់ត្រូវចង់ចាប់លោកខែđâyចាប់អត់ត្រូវអូតាណាបាត់ហ្នឹងនោះអត់ដែរថតកាមេរ៉ាមកទៅអញ្ចឹងធ្វើវាអត់ត្រូវផ្លូវស្រុកស្រែនេះខាងលិចខ្នល់នេះទេសភាពស្អាតបងប្អូនអើយស្រុកខ្ញុំសម្បូរដើមត្នោតដែរហ្នឹងណានេះគេហៅភូមិតាពាំងផ្លាឃុំសំឡាញ់ស្រុកពោធិ៍ជ័យខេត្តកំពតញ៉ែដើរទៅដើរហាត់តាមផ្លូវញាក់តិចហើយមានតោវាជិះមកអីហ៎ដើរហាត់ប្រាណតាមផ្លូវជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតឃើញទេអូខ្ញុំស្រឡាញ់តាអូកាសធាតុពេលព្រឹកត្រជាក់ស្រួលណាបើថាថ្ងៃវិញបងប្អូនក្តៅចេញពីផ្ទះអត់រួចទេម៉េចតែពេលព្រឹកអញ្ចឹងជាក់ស្រស់ស្រាយតែហ្មងអូយដើរប៉ុណ្ណឹងបែកញើសតាបែកញើសគីចាំផងគីចាំផងគីឯងដល់ចេះដើរហាត់ប្រាណណាគីត្រឡប់ទៅផ្ទះវិញបងប្អូនដើរប៉ុណ្ណឹងបានហត់វីដេអូនេះមានអីទេស្រុកស្រែមានតែប៉ុណ្្នឹងក្បែរផ្ទះបងប្អូនទស្សនាជួយ Subscribe YouTube ថ្មីរបស់ខ្ញុំផងណាមានឈ្មោះថាស្រីបើ Show ហើយខ្ញុំនឹងមានវីដេអូថ្មីឲ្យបងប្អូនទស្សនាទៀតកុំភ្លេចណាបាយដល់ផ្ទះហើយ